to my daily vlog តើ vlog នេះគឺរៀងយូរដែរតាំងពី2អាទិត្យមុនគេថ្ងៃសៅរ៍ថ្ងៃអាទិត្យគេ happy enjoy life ខ្ញុំថ្ងៃសៅរ៍ថ្ងៃអាទិត្យនេះគឺខ្ញុំចុះមក event និយាយទៅ event នេះអត់ stress ទេគឺសប្បាយសម្រាប់បងអូនណាដែលគាត់រកការងារធ្វើនិយាយទៅនេះគេហៅថាពិព័រណ៍ការងារអ្នកនរគ្នាដែលរៀបចំឡើងដោយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅនេះដែរគឺមានច្រើនស្ថាប័នមែនតើរួមទាំងក្រុមហ៊ុនខ្ញុំដូចគ្នានិយាយទៅមកធ្វើការងារនេះគឺដើម្បីរកបុគ្គលិកហើយក៏អាចថាមានបងអូនខ្លះដែលគាត់ចង់រកការងារឬក៏ផ្លាស់ប្ដូរកន្លែងការងារអីអញ្ចឹងគឺគាត់អាចមកមានក្រុមហ៊ុនច្រើនមែនតើហ្មងដែលគេមកដាក់ booth នៅហ្នឹងដឹងថៃបាទខ្ញុំនិយាយថាមក event នេះអត់ stress ទោះខ្ញុំមកបំពេញការងារក៏ដោយគឺដោយសារនៅ booth របស់ខ្ញុំហ្នឹងគឺមាន activity ច្រើនមែនតើសម្រាប់បងអូនដែលគាត់ចូលមក booth របស់ពួកខ្ញុំអញ្ចឹងណាយើងមានជា take kit ឲ្យពួកគាត់ redeem យក drink pop ហើយក៏អាចចាប់ជាតុក្កតាមាន game លេងអីច្រើនអញ្ចឹងទៅមិនបាច់សប្បាយតែភ្ញៀវចូលទេតែខ្ញុំបុគ្គលិកហ្នឹងក៏សប្បាយដែរនិយាយទៅសម្រាប់អ្នកដែលគាត់ follow TikTok ខ្ញុំគាត់ដឹងហើយថាមួយរយៈមុនខ្ញុំបានផុសពីជីវិតខ្ញុំដែលចប់លេះរយៈពេល2ខែហើយឥឡូវហ្នឹងខ្ញុំបានចូលធ្វើការវិញអញ្ចឹងណាហ្នឹងហើយខ្ញុំចង់មក update ថាចេះទោះ hot មែនប៉ុន្តែវាសប្បាយបានជួបគេចេញជួបគេក្រៅមាន activity អីច្រើនហើយខួរក្បាលយើងក៏វា productive ទៅតាមហ្នឹងអញ្ចឹងនិយាយទៅមនុស្សខ្ញុំធ្លាប់តែធ្វើការដល់ពេលឲ្យនៅតែ stress សាហាវនិយាយមែនទៅខ្ជិលបើយើងចេញក្រៅទៅយើងអត់ខ្ជិលទេយើងចេះតែឃើញធ្វើនេះធ្វើនោះមានអី plan នេះ plan នោះរហូតអញ្ចឹងណាបន្ទាប់ពីបំពេញភារកិច្ចហើយគឺក្រុមហ៊ុនគាត់វាយ dinner ជុំគ្នាហើយក៏មានជា gift ចែកជូនបុគ្គលិកអញ្ចឹងណា so វីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានជួបគ្នានៅវីដេអូក្រោយបាយបាយ